សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកដឹងអំពីជំនាញដ៏ពេញនិយមនិងគួររៀននៅកម្ពុជានាពេលបច្ចុប្បន្នទី8ហ្នឹងគឺ Logistics and Supply Chain តើតើជាមួយនឹងការគ្រប់គ្រងការផ្គត់ផ្គង់ទំនិញនិងការដឹកជញ្ជូននៅប្រើការគ្រប់គ្រងកុំព្យូទ័រនិងទំនាក់ទំនងដើម្បីធានាទំនិញទៅដល់អតិថិជនបានលឿននិងមានប្រសិទ្ធភាពខ្ពស់ទី7គឺ Education and Teaching តែវាទាក់ទងជាមួយនឹងការបង្រៀនការផ្តល់ការអប់រំដើម្បីឲ្យសិស្សឬអ្នករៀននឹងទទួលបានចំណេះដឹងនិងជំនាញត្រឹមត្រូវទី6នោះគឺជំនាញ English Language and Communication វាជាជំនាញពេញនិយមមួយដែលអាចឲ្យយើងចេះនិយាយសរសេរនិងទំនាក់ទំនងដើម្បីធ្វើការងារការសិក្សានិងអាជីវកម្មបានល្អទី5គឺ Engineering វាជាជំនាញមួយក្នុងការរចនានិងសាងសង់គ្រប់គ្រងប្រព័ន្ធឬម៉ាស៊ីនដើម្បីបំពេញតម្រូវការបច្ចេកទេសនិងសេវាកម្មណាមួយទី4គឺ Business Administration and Management គេសិក្សាអំពីការគ្រប់គ្រងនិងការរៀបចំអាជីវកម្មឲ្យដំណើរការយ៉ាងមានប្រសិទ្ធភាពដើម្បីទទួលបានលទ្ធផលល្អនិងអាចកំណត់ស្ថានភាពអាជីវកម្មឲ្យទទួលបានជោគជ័យផងដែរហើយជំនាញ Graphic Design និង Multimedia ជំនាញនេះគឺសិក្សាអំពីការរចនារូបភាពវីដេអូនិងផ្សព្វផ្សាយ Digital ដើម្បីបង្កើតសារការផ្សព្វផ្សាយនិងបទពិសោធន៍ប្រើប្រាស់សម្រាប់អតិថិជនឬអ្នកប្រើប្រាស់ពីជំនាញ Digital Marketing ដែលវាទាក់ទងជាមួយនឹងការផ្សព្វផ្សាយការលក់ផលិតផលសេវាកម្មតាមប្រព័ន្ធអនឡាញដើម្បីទាក់ទាញអតិថិជននិងបង្កើនការលក់បានល្អប្រសើរមួយគឺ Information Technology ឬក៏ហៅកាត់ IT វាសិក្សាពីការរចនាគ្រប់គ្រងនិងការប្រើប្រាស់បច្ចេកវិទ្យានិងកម្មវិធីកុំព្យូទ័រដើម្បីដំណើរការអាជីវកម្មផលិតកម្មនិងសេវាកម្មឲ្យមានប្រសិទ្ធភាពខ្ពស់